សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់លុចសម្រាយរឿងសារជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Castlevania Season ទី1ដែលជាភាគទី2ដែលចាប់ផ្ដើមដំបូងឡើយយើងឃើញមានបុរសមួយក្រុមដែលកំពុងជជែកគ្នានៅក្នុងបារមួយកន្លែងរួចយើងក៏បានឃើញបុរសម្នាក់ដែលមានឈ្មោះថា Trevor ដែលគាត់ត្រូវបានគេស្គាល់ថាជាគ្រួសារ Belmont ក៏នៅក្នុងបារនោះដែរហើយគ្រួសារ Belmont នេះត្រូវបានបន្ទោសដោយប្រជាជនថាដោយសារតែគ្រួសាររបស់ពួកគេមានអបិយជំនឿប្លែកៗនិងបានធ្វើពិធីផ្សេងៗដែលបណ្ដាលឲ្យ Dracula មានកម្លាំងកាន់តែខ្លាំងឡើងដូច្នេះហើយទើបពួកគេត្រូវបានបន្ទោសដោយប្រជាជនហើយបុរសមួយក្រុមដែលនៅក្នុងបារនោះបានដឹងថា Trevor គឺជាគ្រួសាររបស់ Belmont រួចពួកគេក៏បានទៅរករឿងដល់ Trevor តែម្ដងការវាយប្រតិបត្តិកាប់ចាក់គ្នាបានកើតឡើងនៅក្នុងបារមួយកន្លែងនោះរវាងបុរសមួយក្រុមនិង Trevor ក៏ប៉ុន្តែបុរសមួយក្រុមនោះមិនអាចយកឈ្នះទៅលើ Trevor របស់យើងបាននោះទេបន្ទាប់មក Trevor ក៏បានធ្វើដំណើរទៅដល់ទីក្រុង Grayseed ដែលជាទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញដោយបិសាច Night Creature របស់ Dracula ទីក្រុង Grayseed ពេលនេះកំពុងតែស្ថិតនៅក្នុងភាពវឹកវរដែលពោរពេញទៅដោយសាកសពមនុស្សស្លាប់ពាសពេញដងផ្លូវTrevor បានសួរនាំពីសុខទុក្ខប្រជាជននៅក្នុងទីក្រុងនោះហើយពួកគេបានឆ្លើយប្រាប់គាត់វិញថាពួកគេមានជំនឿនិងសង្ឃឹមថា Sleeping Soldier ដែលនៅ Catacomb នឹងមកសង្គ្រោះពួកគេពីគ្រោះទុរភិក្សមួយនេះបន្ទាប់មក Trevor គាត់ក៏បានដើរមកវិញផ្លូវនៅក្នុងទីក្រុងមួយនោះហើយគាត់ក៏បានទៅជួបនឹងសម្ដេចសង្ឃពុករលួយម្នាក់ដែលពេលនោះសម្ដេចសង្ឃម្នាក់នោះកំពុងតែធ្វើបាបលើបុរសម្នាក់ដែលគាត់មានវ័យចំណាស់ហើយគាត់ក៏ជាអ្នកប្រាជ្ញនៅក្នុងទីក្រុងនោះផងដែរហើយបរិសុទ្ធដែលត្រូវគេធ្វើបាបនោះគាត់ត្រូវបានគេស្គាល់ថា Speaker សម្ដេចសង្ឃពុករលួយម្នាក់នោះរៀបនឹងសម្រាប់ Speaker ទៅហើយក៏ប៉ុន្តែត្រូវបាន Trevor ដកអាវុធមកវាយទៅលើសម្ដេចសង្ឃម្នាក់នោះឲ្យជ្រុះអាវុធពីដៃនិងដាច់ម្រាមដៃមួយទៀតផងបន្ទាប់មកសម្ដេចសង្ឃពុករលួយម្នាក់នោះនៅតែមិនព្រមចុះចាញ់ហើយគាត់ថែមទាំងបានបញ្ជាឲ្យកូនចៅរបស់គាត់មកសម្លាប់ Trevor ថែមទៀតតែ Trevor បាននិយាយប្រាប់ទៅសម្ដេចសង្ឃពុករលួយទាំងនោះថាគាត់ពិតជាមិនចូលចិត្តសម្ដេចសង្ឃនោះទេបើសិនជាសម្ដេចសង្ឃទាំងអស់នោះដើរចាក់ចេញទៅគាត់នឹងទុកជីវិតឲ្យតែសម្ដេចសង្ឃទាំងនោះនៅតែមិនព្រមស្ដាប់រួចក៏បានដកអាវុធវាយប្រហារទៅលើ Trevor ក៏ប៉ុន្តែពួកគេមិនអាចយកឈ្នះទៅលើ Trevor បាននោះទេហើយ Trevor ក៏បានដកអាវុធសម្រាប់សម្ដេចសង្ឃនោះម្នាក់ចោលបាត់ទៅបន្ទាប់ពីការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ Speaker ដែលត្រូវបានជួយដោយ Trevor គាត់ក៏បាននាំ Trevor ទៅកន្លែងរបស់គាត់ Trevor បានដឹងថាពួក Speaker និងបព្វពួករបស់ពួកគេដែលរស់នៅក្នុងទីក្រុង Grayseed នេះគឺរស់នៅដើម្បីជួយប្រជាជនដែលរងទុក្ខដោយជឿថាសម្ដេចសង្ឃដែលនៅក្នុងព្រះវិហារបាននាំមកនៅកំហឹងរបស់ Dracula ធ្លាក់មកលើប្រជាជនដែលមិនដឹងអីដោយសារសម្ដេចសង្ឃដែលនៅក្នុងព្រះវិហារអស់ទាំងនោះបានប្រហារជីវិត Lisa ដែលជាប្រពន្ធរបស់ Dracula នេះឯងមេក្រុមរបស់ Speaker បាននិយាយប្រាប់ទៅដល់ Trevor ឲ្យដឹងថាពួកគេកំពុងតែស្វែងរក hero ម្នាក់ដែលមានឈ្មោះថា Sleeping Soldier ដែលកំពុងស្ថិតនៅក្នុងទីក្រុងភ្នំពេញថាលេងទេដែលកំពុងស្ថិតនៅក្នុងទីក្រុង Catacomb ហើយគាត់ក៏បានបង្ហើបទៀតថាចៅប្រុសរបស់គាត់ Sipa Bernadette ត្រូវបានបាត់ខ្លួនខណៈពេលដែលចៅប្រុសរបស់គាត់កំពុងតែស្វែងរក hero ម្នាក់នោះហើយ Trevor បានបង្ហាញការអន់ចិត្តទៅលើសម្ដេចសង្ឃនិងប្រជាជនដែលបានកាត់ការគ្រួសារ Belmont របស់គាត់ចោលរួចគាត់ក៏ចង់ចាក់ចែងពីក្រុង Grayseed នោះទៅតែដោយសារបព្វពួករបស់ Speaker បានសុំពឹងពាក់គាត់ឲ្យទៅជួយរកចៅប្រុសរបស់ពួកគេដែលបានបាត់ខ្លួននៅក្នុងទីក្រុង Catacomb នោះដំបូងឡើយគាត់រៀងស្ទាក់ស្ទើរតែដោយសារមើលឃើញពីការលះបង់របស់ពួកគេគាត់ក៏យល់ព្រមហើយដើរចាក់ចេញទៅដូច្នេះរឿង Castlevania ដែលជាភាគទី2របស់ពួកយើងក៏បានឆ្លេះត្រឹមនេះឯងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះអរគុណច្រើន